តើការញ៉ាំប្រៃរាល់ថ្ងៃហ្នឹងវាគ្រោះថ្នាក់ដល់សុខភាពរបស់យើងដែរឬទេហើយវាប្រឈមនឹងជំងឺអ្វីខ្លះចា៎ជម្រាបសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ KH Farm ថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយដែលបងប្អូននឹងមកយល់ដឹងអំពីផលវិបាកនៃការទទួលទានប្រៃតើការញ៉ាំប្រៃហ្នឹងវាគ្រោះថ្នាក់អ្វីខ្លះដល់សុខភាពរបស់យើងហើយយើងនឹងប្រឈមនឹងកើតជំងឺអ្វីខ្លះបើសិនជាយើងទទួលទានប្រៃរាល់ថ្ងៃញ៉ាំលើសកម្រិតអញ្ចឹងបងប្អូនបើសិនជាយើងនិយាយដល់សារធាតុប្រៃឬក៏អំបិលហ្នឹងវាគឺជាគ្រឿងទេសមួយដ៏សំខាន់នៅក្នុងការចម្អិនអាហារឬក៏បន្ថែមនៅក្នុងរបបអាហារដែលយើងមិនអាចខ្វះបានអញ្ចឹងណាហើយដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់គឺយើងត្រូវតែបន្ថែមនៅអំបិលឬក៏ទឹកត្រីឲ្យបន្ថែមដើម្បីឲ្យមុខម្ហូបឬក៏អាហារហ្នឹងរឹតតែមានរសជាតិឈ្ងុយឆ្ងាញ់ហើយនៅពេលដែលយើងញ៉ាំទៅគឺរឹតតែមានរសឲ្យជារសអញ្ចឹងណាតាមពិតទៅបងប្អូនសូដ្យូមឬក៏អំបិលហ្នឹងក៏វាជាសារធាតុដ៏សំខាន់មួយដល់រាងកាយរបស់យើងផងដែរបងប្អូននៅពេលដែលយើងទទួលទាននៅក្នុងកម្រិតមួយដែលមិនលើសកម្រិតមួយដែលត្រឹមត្រូវណាគឺវាជួយដល់ប្រព័ន្ធប្រសាទរបស់យើងវាជួយដល់សាច់ទុំវាជួយដល់លំហូរឈាមហើយវាសម្រួលទៅដល់សម្ពាធឈាមរបស់យើងនៅក្នុងរាងកាយរបស់យើងណាអញ្ចឹងមានន័យថាសារធាតុអំបិលហ្នឹងក៏វាមិនមែនជាសារធាតុមួយដ៏អាក្រក់ពេកនោះដែរគឺវាមានតួនាទីល្អដែរដល់រាងកាយរបស់យើងណាបើសិនជាយើងទទួលទានបានត្រឹមត្រូវហើយក្រៅពីហ្នឹងទៀតអំបិលហ្នឹងក៏វាជួយធ្វើឲ្យមានតុល្យភាពជាតិអេឡិចត្រូលីតនៅក្នុងខ្លួនណាមានន័យថាវាជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយរបស់យើងបើសិនជាយើងខ្វះខាតក៏វាធ្វើឲ្យប៉ះពាល់ផងដែរប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងទទួលទានទៅលើសឬក៏ច្រើនពេកទៅក៏វាធ្វើឲ្យកើតជំងឺផងដែរអញ្ចឹងបងប្អូនយើងគួរតែទទួលទានអំបិលនៅក្នុងកម្រិតដែលទាបបំផុតគឺកាត់បន្ថយទម្លាប់នៅក្នុងការញ៉ាំប្រៃគឺញ៉ាំកាន់តែតិចកាន់តែល្អហើយបើយោងទៅតាម website មួយសមាគមបេះដូងរបស់អាមេរិកហ្នឹងបានបង្ហាញឲ្យយើងដឹងថាមនុស្សយើងម្នាក់ៗហ្នឹងគឺមិនគួរទទួលទានសារធាតុសូដ្យូមឬក៏អំបិលហ្នឹងលើសពី2300មីលីក្រាមនៅក្នុងមួយថ្ងៃនោះទេអញ្ចឹងកម្រិតហ្នឹងបើសិនជាយើងនិយាយឲ្យសាមញ្ញទៅវាស្មើនឹងមួយស្លាបព្រាកាហ្វេអញ្ចឹងយើងមិនអាចញ៉ាំលើសពីមួយស្លាបព្រាកាហ្វេទេនៅក្នុងមួយថ្ងៃសម្រាប់ផលប៉ះពាល់នៃការទទួលទានប្រៃហ្នឹងគឺវាអាចប៉ះពាល់ហើយនឹងប្រឈមនឹងជំងឺមួយចំនួនដូចជាទី1ហ្នឹងហើមអញ្ចឹងទទួលទានប្រៃពេកមានជាការហើមដៃហើមជើងជាពិសេសហ្នឹងសម្រាប់បងប្អូនស្ត្រីដែលគាត់កំពុងតែពពោះគឺមិនគួរញ៉ាំប្រៃពេកនោះទេហើយការញ៉ាំប្រៃពេកហ្នឹងក៏វាអាចធ្វើឲ្យកើតជំងឺគាំងបេះដូងបានផងដែរហើយក្រៅពីហ្នឹងទៀតសារធាតុសូដ្យូមហ្នឹងវាធ្វើឲ្យបាត់បង់បាឡែនតុល្យភាពអេឡិចត្រូលីតនៅក្នុងខ្លួនបើសិនជាបងប្អូនញ៉ាំប្រៃពេកវាធ្វើឲ្យបាត់បង់បាឡែនតុល្យភាពអេឡិចត្រូលីតនៅក្នុងខ្លួនណាគឺសារធាតុទឹកបើសិនជាមានបញ្ហាimbalance ហ្នឹងកើតឡើងគឺបញ្ហាចម្បងដែលទទួលរងហ្នឹងគឺតម្រងនោមរបស់យើងហើយក្រៅពីហ្នឹងទៀតផលប៉ះពាល់នៃការទទួលទានប្រៃពេកហ្នឹងគឺវាធ្វើឲ្យតម្រងនោមរបស់យើងហ្នឹងស្រូបជាតិទឹកដើម្បីទៅពង្រាវនៅសារធាតុប្រៃនៅក្នុងខ្លួនប្រាណរបស់យើងដើម្បីឲ្យរាងកាយរបស់យើងហ្នឹងមានភាពប្រក្រតីមកវិញអញ្ចឹងនៅពេលដែលតម្រងនោមរបស់យើងស្រូបជាតិទឹកច្រើនដើម្បីទៅពង្រាវនៅសារធាតុប្រៃនៅក្នុងខ្លួនប្រាណរបស់យើងហ្នឹងគឺវានឹងធ្វើឲ្យជាតិទឹកហ្នឹងគឺវាចាល់នៅក្នុងខ្លួនប្រាណរបស់យើងច្រើនអញ្ចឹងនៅពេលដែលទឹកឬក៏សូដ្យូមវាចាល់នៅក្នុងខ្លួនប្រាណរបស់យើងច្រើនគឺវានាំឲ្យមានបញ្ហាទាក់ទងទៅនឹងសរសៃឈាមដែលឈានទៅដល់ការលើសឈាមឬក៏លើសសម្ពាធឈាមតែម្ដងអញ្ចឹងបងប្អូនការញ៉ាំប្រៃពេកហ្នឹងគឺផលប៉ះពាល់ទី1ហ្នឹងគឺធ្វើឲ្យយើងលើសឈាមតែម្ដងអញ្ចឹងណាហើយមិនត្រឹមតែមានបញ្ហាទៅលើសម្ពាធឈាមប៉ុណ្ណឹងទេបងប្អូននៅពេលណាដែលតម្រងនោមរបស់យើងនឹងប្រឹងធ្វើការខ្លាំងពេកហើយស្រូបនៅសារធាតុទឹកដើម្បីទៅពង្រាវនៅកំហាប់សូដ្យូមច្រើនពេកហ្នឹងគឺអញ្ចឹងមុខងារនៃតម្រងនោមរបស់យើងនឹងត្រូវបានខូចហើយអ្នកជំងឺហ្នឹងគឺអាចប្រឈមទៅនឹងបញ្ហាមួយចំនួនដូចជាជំងឺទឹកនោមប្រៃផងដែរហើយក្រៅពីហ្នឹងទៀតអ្នកជំងឺហ្នឹងក៏គាត់ប្រឈមទៅនឹងការលាងឈាមផងដែរបងប្អូនវត្តមានរបស់សារធាតុសូដ្យូមនៅក្នុងខ្លួនរបស់យើងនឹងច្រើនពេកគឺវាធ្វើឲ្យតម្រូវការទឹកនៅក្នុងខ្លួនប្រាណរបស់យើងនឹងគឺច្រើនដូច្នេះហើយទឹកដែលនៅតាមកោសិកាផ្សេងៗទៀតហ្នឹងគឺត្រូវបានបញ្ចេញមកដើម្បីទៅពង្រាវឬក៏ទៅទប់ទល់ជាមួយនឹងសារធាតុសូដ្យូមដែលមាននៅក្នុងខ្លួនប្រាណរបស់យើងហ្នឹងអញ្ចឹងហើយមានកោសិកាមួយចំនួនហ្នឹងគឺវាជួយទៅក្នុងសកម្មភាពមួយហ្នឹងដែរដូចជាកោសិកាខួរក្បាលកោសិកាសាច់ដុំហើយនិងប្រព័ន្ធភាពស៊ាំមួយចំនួនផងដែរ
ចាអញ្ចឹងហើយគឺធ្វើឲ្យខ្លួនប្រាណរបស់យើងនឹងអស់កម្លាំងល្ហិតល្ហៃហើយអ្នកខ្លះទៀតនឹងបែរទៅជាមានចំណង់ចង់ទទួលទានទឹកដែលមានជាតិផ្អែមខ្លាំងដើម្បីឲ្យគ្រប់គ្រាន់ក៏ដូចជាជួយនៅការអស់កម្លាំងរបស់គាត់នឹងឲ្យnormal ឬក៏ធម្មតាមកវិញអញ្ចឹងនៅពេលដែលទម្លាប់អញ្ចឹងជាញឹកញាប់យូរឆ្នាំយូរថ្ងៃហ្នឹងនឹងធ្វើឲ្យយើងនឹងមានបញ្ហាមួយទៀតដែលឈានទៅដល់ការកើតជំងឺទឹកនោមផ្អែមផងដែរ អញ្ចឹងហើយវត្តមានរបស់សូដ្យូមនៅក្នុងរាងកាយរបស់យើងហ្នឹងវាពិតជាមានផលប៉ះពាល់ខ្លាំងហើយវាប្រឈមទៅនឹងជំងឺធំៗជាច្រើនផងដែរបងប្អូនអញ្ចឹងបងប្អូននៅក្នុងវីដេអូមួយហ្នឹងខ្ញុំគ្រាន់តែចង់ចែករំលែកខ្លះៗដើម្បីឲ្យបងប្អូនហ្នឹងកាត់បន្ថយនៅការទទួលទានប្រៃប៉ុណ្ណោះមិនមែនឲ្យបងប្អូនហ្នឹងបញ្ឈប់ការញ៉ាំប្រៃឬក៏កាត់ចោលនៅគ្រឿងទេសសម្រាប់បង្កើននៅរសជាតិនោះទេប៉ុន្តែបើសិនជាបងប្អូនគិតថាបងប្អូនចង់កាត់បន្ថយ បងប្អូនគួរតែកាត់បន្ថយដើម្បីជៀសវាងការកើតជំងឺធំៗមួយចំនួន ធីបខ្លះៗមួយចំនួននៅក្នុងការប្រើប្រាស់ក៏ដូចជាការចម្អិនម្ហូបដើម្បីកាត់បន្ថយសូដ្យូមអញ្ចឹងបងប្អូនមិនគួរទទួលទានអំបិលលើសពីការណែនាំនៅក្នុងមួយថ្ងៃហ្នឹងគឺមិនឲ្យលើសពី1ស្លាបព្រាកាហ្វេហើយបើសិនជាបងប្អូនមានលេចចេញនៅរោគសញ្ញាដែលបានរៀបរាប់ខាងលើហ្នឹងបងប្អូនគួរតែកាត់បន្ថយការទទួលទានប្រៃឬក៏មិនទាន់លេចចេញនៅរោគសញ្ញាក៏ដោយក៏បងប្អូនគួរតែកាត់បន្ថយផងដែរគឺការពារប្រសើរជាងព្យាបាលអញ្ចឹងណាបងប្អូនដើម្បីបញ្ជៀសនៅផលប៉ះពាល់ទាំងអស់ហ្នឹងអូខេអញ្ចឹងធីបទី1ហ្នឹងបើសិនជាបងប្អូនចង់ទទួលទានអាហារបងប្អូនគួរតែជ្រើសរើសអាហារស្រស់ៗដូចជាបន្លែឬក៏ផ្លែឈើស្រស់ៗល្អជាងអាហារដែលក្រៀមហើយធីបទី2ហ្នឹងបើសិនជាបងប្អូនចង់ទិញនៅអាហារវេចខ្ចប់ស្រេចបងប្អូនគួរតែមើលគ្រឿងផ្សំថាតើមានគ្រឿងផ្សំអ្វីខ្លះកម្រិតអាហារូបត្ថម្ភប៉ុន្មានដែលមាននៅលើសំបកឬក៏ថង់វេចខ្ចប់ហ្នឹងណាថាតើវាមានសារធាតុអំបិលឬក៏សូដ្យូមហ្នឹងចំនួនប៉ុន្មានដែរអញ្ចឹងបងប្អូនអាចយកមកប្រៀបធៀបថាមួយណាមានសារធាតុអំបិលតិចជាងអូខេបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយហ្នឹងតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាឪពុកម៉ែបងប្អូននឹងទទួលបានចំណេះដឹងពីវីដេអូមួយហ្នឹងហើយជូនពរពុកម៉ែបងប្អូនមានសុខភាពល្អជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ